ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើញ៉ាំពោះគោទឹកប្រហុកឲ្យមានរសជាតិឆ្ងាញ់ចាំមុខម្ហូបមួយមុខនេះងាយស្រួលធ្វើទេបងប្អូនប៉ុន្តែវាគ្រាន់តែយើងចំណាយពេលវេលាក្នុងការស្ងោរពោះគោឲ្យផុយនឹងវាត្រូវប្រើពេលវេលាយូរបន្តិចទេបងនេះខ្ញុំយកពោះគោមកស្ងោរឲ្យផុយជាមុនសិនហើយនេះខ្ញុំក៏បានដាក់គ្រឿងកាត់ឆ្អាបមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយក៏បានផ្សំរសជាតិខ្លះៗមានម្សៅស៊ុបមាន់អំបិលស្ករមួយមុខនឹងចំនួនកន្លះស្លាបព្រាកាហ្វេហើយក៏មានប៊ីចេងនឹងមួយចុងស្លាបព្រាកាហ្វេដែរក្រោមឡងពេលស្ងោរបងប្អូនសាបើកមើលផងដោយសារវាអាចនឹងរីងទឹកអញ្ចឹងបើបន្ថែមទឹករហូតតតែវាផុយបានល្អសិនមកហើយឥឡូវនេះខ្ញុំស្ងោរបានផុយហើយរយៈពេលស្ងោរហ្នឹងគឺម៉ោង40នាទីបងប្អូនទៅវាផុយបានល្អឥឡូវនេះខ្ញុំស្រង់ចេញទៅអត់ត្រជាក់សិនតាមទៀតនេះខ្ញុំមកហាន់គល់ស្លឹកគ្រៃចំនួន2គល់ហ្នឹងឲ្យស្ដើងហើយនេះខ្ញុំហាន់ត្រឹមតែពាក់កណ្ដាលគល់ទេណាបងប្អូនព្រោះញ៉ាំពោះគោនេះវាត្រូវគ្នាជាមួយនឹងគល់ស្លឹកគ្រៃស្រស់ៗអញ្ចឹងមែនទែនហើយខ្ទឹមសនេះខ្ញុំដាក់ចំនួន2កំពឹសហើយហាន់ស្ដើងអញ្ចឹងដែរមកហើយក៏មានខ្ទឹមក្រហមចំនួន2មើមហាន់វាស្ដើងដូចគ្នាចាំម្ទេសនេះខ្ញុំដាក់ចំនួន2ផ្លែបងប្អូនចូលចិត្តហឹរខ្លាំងអាចដាក់ច្រើនជាងនេះខ្ញុំក៏បានដែរហើយក្រូចឆ្មានេះខ្ញុំដាក់ចំនួន1ផ្លែឥឡូវឃើញថាពោះគោនឹងវាត្រជាក់ហើយនេះខ្ញុំយកវាមកហាន់ស្ដើងដែរហើយពោះគោនឹងវាមានជាតិខ្លះណាបងប្អូនដោយសារយើងដាក់គ្រឿងផ្សំអញ្ចឹងធ្វើទឹកញ៉ាំនឹងមិនបាច់ចាំរសជាតិដិតខ្លាំងទេឥឡូវនេះខ្ញុំចាប់ដើមមកធ្វើទឹកញ៉ាំវិញម្ដងទឹកញ៉ាំនេះខ្ញុំដាក់ស្ករត្នោតចំនួនកន្លះស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេទឹកប្រហុកស្ងោរឆ្អិននឹងចំនួន4ស្លាបព្រាបាយទឹកត្រីនឹងកន្លះស្លាបព្រាបាយហើយក៏មានទឹកដែលស្ងោរពោះគោនឹងចំនួន3ស្លាបព្រាបាយដែរព្រោះនេះខ្ញុំកូរឲ្យស្ករត្នោតនិងប៊ីចេងវាលាយសព្វចូលគ្នាសិនខ្ញុំកូរបានរលាយហើយខ្ញុំច្របាច់ក្រូចឆ្មាចូលតែម្ដងចាប់ពេលនេះបងប្អូនអាចភ្លក់រសជាតិបានអាចថែមថយតាមនឹងទៅចាំបន្ទាប់ពីលាយទឹកញ៉ាំហើយនេះខ្ញុំដាក់គ្រឿងក្រៅដែលបានត្រៀមទុកមុនហ្នឹងចូលមកទាំងអស់មកហើយក៏មានសណ្តែកដីលីងនឹងដែរបងប្អូនហើយក៏មានសណ្តែកដីលីងដែរឬខ្ញុំច្របល់រហូតដល់តែពោះគោហ្នឹងវាចូលជាតិជាមួយនឹងទឹកញ៉ាំនឹងបានល្អសិនហើយជាចុងក្រោយនេះខ្ញុំដាក់ជីនឹងវងហើយនឹងជីថ្មត្រីចូលហើយច្បល់បន្តិចទៅតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនទំនងណាចាអញ្ចឹងបងប្អូនចូលចិត្តញ៉ាំជាប្រភេទពោះគោអាចធ្វើញ៉ាំនេះបានណាបងប្អូនអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងបើទទួលបានវីដេអូថ្មីសូមបងប្អូនចុច Follow Page និង Subscribe YouTube Channel របស់នាងខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា